ឈឺចង្កេះឬក៏ឈឺខ្នងជាអាការៈរោគដែលមនុស្សទូទៅជួបប្រទះជាញឹកញយណាស់នៅប្រទេសបារាំងក្នុងចំណោមមនុស្ស5នាក់មាន4នាក់ហើយជួបបញ្ហាឈឺចង្កេះឬក៏ឈឺខ្នងតែជាសំណាងល្អក្នុងករណីភាគច្រើនការឈឺចង្កេះមិនមែនជាជំងឺធ្ងន់ធ្ងរទេតើវាគឺជាជំងឺអ្វីយើងស្ដាប់ប្រសាសន៍របស់លោកវិជ្ជបណ្ឌិតវូសុភរស្មីឈឺចង្កេះហ្នឹងមិនមែនជាជំងឺដែលឆ្លងឬក៏ជាជំងឺដែលបង្កដោយមេរោគដោយអីទេប៉ុន្តែជាជំងឺប្រភេទដែលថាវាទ្រុឌទ្រោមឆ្អឹងខ្នងយើងវាមាន2ប្រភេទទី1គឺឆ្អឹងខ្នងរបស់យើងចាស់ទ្រុឌទ្រោមវាមិនដាក់ឲ្យឈឺហើយមួយទៀតភាពឆ្អឹងខ្នងហ្នឹងវាមិនចាស់ទេប៉ុន្តែវាឆាប់ទ្រុឌទ្រោមមុនអាយុកាលដោយសារការដែលយើងមិនថែទាំវាមិនបានល្អដូច្នេះទី1គេនិយាយអំពីភាពចាស់ជរារបស់ឆ្អឹងខ្នងនឹងដេញភាគច្រើនឃើញទៅលើមនុស្សចាស់ដែលចាប់ពី50 60ឆ្នាំឡើងទៅតែឆ្អឹងខ្នងយើងមានអាយុកាលក៏ចាស់ដូចគ្នាទៅវាចាប់ដើមទ្រុឌទ្រោមតិចម្ដងហើយវាធ្វើឲ្យមានការឈឺចឹងមួយទៀតថាវាដោយសារភាពទ្រុឌទ្រោមអានេះថាភាពខូចខាតរបស់ឆ្អឹងខ្នងហ្នឹងគឺចង់និយាយថាវាចាស់មុនអាយុតាមធម្មតាដល់ប៉ុណ្ណឹងប៉ុន្តែអ្នកខ្លះទៅអាយុ20 30អីក៏មានឈឺខ្នងដែរអាហ្នឹងគឺចែកចេញជាពីរអញ្ចឹងលក្ខណៈទី2ហ្នឹងគឺថាឆ្អឹងខ្នងហ្នឹងគឺវាឆាប់ទ្រុឌទ្រោមមុនអាយុកាលរបស់វាយើងអត់ថែទាំវាអត់បានល្អដូច្នេះដូចរបៀបឧទាហរណ៍ដូចឡានដូចម៉ូតូអញ្ចឹងកាលណាយើងអត់ចេះថែវាយើងប្រើបានតែ1ឆ្នាំ2ឆ្នាំមើលទៅដូចចាស់ដូចតែគេប្រើ10 20ឆ្នាំហើយអញ្ចឹងដូច្នេះអានឹងមកពីមូលហេតុយើងថែទាំឆ្អឹងខ្នងហ្នឹងមិនបានល្អជាសរុបទៅក្រៅពីមូលហេតុដែលលោកវិជ្ជបណ្ឌិតបានរៀបរាប់ខាងលើមូលហេតុដ៏ចម្បងដែលនាំឲ្យមានអាការៈឈឺខ្នងឈឺចង្កេះនោះគឺមកពីសាច់ដុំខ្វះកម្លាំងនិងមិនសូវមានចលនានៅត្រង់ចង្កេះករណីឈឺបែបនេះគេអាចព្យាបាលជាដោយត្រូវតែបញ្ចេញសកម្មភាពនិងបំពន់សាច់ដុំតាមរយៈការហាត់ប្រាណដើម្បីពង្រឹងសាច់ដុំនិងបន្ទន់តំបន់ត្រង់ចង្កេះឲ្យមានចលនារលូនទន់ភ្លន់ជាងមុនភ្នាក់ងារសុខាភិបាលបារាំងបានថែមទាំងណែនាំនិងចេញជាពាក្យស្លោកថាធ្វើចលនាគឺជាវិធីព្យាបាលនិងការពារដ៏ប្រពៃបំផុតនៃការឈឺចង្កេះពាក្យថាធ្វើចលនានេះគឺជាការបញ្ចេញសកម្មភាពដោយសន្សំបន្តិចម្ដងនិងច្រើនឡើងជាលំដាប់ក្នុងបំណងបញ្ជាកុំឲ្យអាការៈឈឺខ្នងឈឺចង្កេះคล้ายទៅជាអាការៈជំងឺរ៉ាំរ៉ៃទាន់ពាក្យថាធ្វើសកម្មភាពធ្វើចលនាមិនមែនសំដៅទៅលើការបញ្ចេញសកម្មភាពបែបហាត់កីឡាហើយក៏គ្មានដែរលំហាត់បែបកាយសម្ព័ន្ធពិសេសសម្រាប់ព្យាបាលអាការៈឈឺចង្កេះនោះគ្រប់កាយវិការនិងចលនាប្រចាំថ្ងៃដែលធ្វើដោយមិនបង្ខំសុទ្ធតែផ្ដល់ផលល្អទាំងអស់ផ្ទុយទៅវិញការសំងំសុខស្ពឹកស្រពន់រោគតែភាពស្រណុកមិនបញ្ចេញចលនានិងធ្វើសកម្មភាពកាយសម្បទាគឺជាសត្រូវដ៏ចម្បងនៃការឈឺខ្នងឈឺចង្កេះពីព្រោះវាអាចជំរុញឲ្យមានអាការៈជាប់ខ្នងនៅចង្កេះបានទៀតផងដេកស្ងៀមមិនហ៊ានកម្រើកមិនហ៊ានធ្វើសកម្មភាពមិនហ៊ានដើរថ្នមខ្លួនជ្រុលពេកអាចនឹងបង្អស់ពេលវេលានៃការជាសះស្បើយទៅវិញទេនេះបើតាមការពន្យល់របស់អាជ្ញាធរសុខាភិបាលបារាំងនៅក្នុងទំព័រ website amelie.fr ក៏ប៉ុន្តែសម្រាប់អ្នកជំងឺខ្លះការឈឺខ្នងឈឺចង្កេះមានអមទៅដោយអាការៈឈឺចាក់ចុះទៅជើងត្រង់ផ្លូវនិងកំពូលជើងដោយមានអារម្មណ៍ថាស្ពឹកស្រពន់ឬក៏ខ្សោយនៅជើងម្ខាងអាការៈនេះគេហៅថាជាជំងឺសរសៃស៊ីយ៉ាទីកមូលហេតុគោលដែលនាំឲ្យមានបញ្ហាស៊ីយ៉ាទីកគឺមកពីទ្រនាប់ឆ្អឹងដែលស្ថិតនៅចន្លោះពីឆ្អឹងកងមួយទៅឆ្អឹងកងមួយដែលយើងមានទម្លាប់ហៅថាឌីសដែលមានបញ្ហាមានភាពមិនប្រក្រតីឬក៏បាត់ទម្រង់ដើមឌីសឬក៏ទ្រនាប់ឆ្អឹងកងខ្នងមានតួនាទីគឺជាអ្នកទប់កល់កុំឲ្យឆ្អឹងកងខ្នងប៉ះកកិតឬក៏បុកទង្គិចគ្នានៅពេលធ្វើចលនាឬអុកទង្គិចជាយថាហេតុណាមួយទ្រនាប់ឆ្អឹងនេះដែលភាសាបារាំងហៅថា disc intervertebral មានរចនាសម្ព័ន្ធស្មុគស្មាញផ្សំដោយប្រព័ន្ធសរសៃប្រសាទផងឆ្អឹងខ្ចីផងនិងជាស្នូលមានខ្លាញ់អន្ទិលផងនៅពេលមានការប៉ះទង្គិចអុកគ្នាខ្លាំងគឺឆ្អឹងកងជាអ្នកខូចខាតមិនមែនទ្រនាប់ឆ្អឹងឌីសនេះទេយើងស្ដាប់ប្រសាសន៍របស់លោកវិជ្ជបណ្ឌិតវូសុភរស្មីជាថ្មីពន្យល់អំពីតួនាទីរបស់ឆ្អឹងខ្នង
យើងដឹងទាំងអស់គ្នាហើយឆ្អឹងខ្នងគឺមានសារៈសំខាន់ណាស់សម្រាប់ទ្រខ្លួនរបស់យើងនឹងឯងគឺឆ្អឹងខ្នងហ្នឹងគឺយើងជាដូចជាសសរអញ្ចឹងគេប្រៀបដូចទៅផ្ទះថាដូចជាសសរអញ្ចឹងដូច្នេះផ្ទះមួយរឹងមាំបានដោយសារសសរហ្នឹងខ្លួនយើងក៏អញ្ចឹងដែរកាលណាយើងមានឆ្អឹងខ្នងហ្នឹងសម្រាប់ទ្របានខ្លួនយើងនឹងអាចអង្គុយឬក៏ឈរឲ្យបានរឹងមាំឆ្អឹងខ្នងរបស់យើងមានទាំងអស់33កង់ហើយក្នុង33នៅកង់ហ្នឹងគេចែកចេញជាឆ្អឹងកងកកចំនួន7ឆ្អឹងកងខ្នងចំនួន12ឆ្អឹងកងចង្កេះចំនួន5ហើយឆ្អឹងកងឆ្អឹងផាលដែលគេហៅបារាំងហៅថាសាក់ក្រោមនោះចំនួន5ដែលវាលាយជាប់គ្នាហើយឆ្អឹងកងកញ្ចូនគ្រូតគឺកុកស៊ីកហ្នឹងគឺមាន3ទៅ5លាយជាប់ប៉ុន្តែនៅក្នុងចន្លោះឆ្អឹងកងមួយហ្នឹងគឺវាមានទំនាប់ឆ្អឹងមួយទៀតដែលពាក្យបារាំងហៅថា disc intervertebral ចន្លោះឆ្អឹងកងមួយហ្នឹងគឺមានទំនាប់ហ្នឹងទ្រនាប់ឆ្អឹងនេះមាននាទីគឺជាអ្នកធានាធ្វើចលនារបស់ឆ្អឹងខ្នងកុំឲ្យកកិតគ្នានិងមានសកម្មភាពជាអ្នកអបទប់កុំឲ្យមានករណីអុកទង្គិចខ្លាំងក៏ប៉ុន្តែដោយមូលហេតុផ្សេងទ្រនាប់នេះបានចាស់សឹករិចរិលខូចទម្រង់ដើមឬក៏បាត់បង់សមត្ថភាពរបស់ខ្លួនឬលៀនឌីសដោយទម្លាប់ហៅរបស់បណ្ដាជនខ្មែរភាគច្រើនទើបធ្វើឲ្យសរសៃស្យាតិករលាកហើយលេចជាអាការៈឈឺចុកចាប់ឡើងនៅត្រង់ចង្កេះនិងចាក់នៅជើងគឺជាការឈឺចុកចាប់យ៉ាងខ្លាំងស្ទើរទ្រាំមិនបាននៅពេលខ្លះហេតុដូច្នេះហើយបានជាគ្រូពេទ្យត្រូវចាប់ផ្ដើមព្យាបាលដោយជួយធ្វើយ៉ាងណាឲ្យអ្នកជំងឺបាត់ឈឺសិនជាទូទៅនិងជាដំបូងគេគ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យលេបថ្នាំបំបាត់ការឈឺចាប់ថ្នាំប្រឆាំងនឹងការរលាកអង់ទីអាំផ្លាម៉ាត័រឬក៏ពពួកថ្នាំកុកទីកូអ៊ីតដើម្បីកាត់បន្ថយអាការៈរលាកទ្រនាប់ឆ្អឹងនិងសរសៃប្រសាទសិនបន្ទាប់មកបើតាមវេជ្ជបណ្ឌិតប្រចាំវិទ្យុជាតិបារាំងលោក Martin Ducré នៅពេលដែលការឈឺចុកចាប់ផ្ដើមចុះថយអ្នកជំងឺចាំបាច់ត្រូវតែហាត់ធ្វើចលនាពីសំណាក់បង្ហាត់ដោយគ្រូពេទ្យជំនាញផ្នែកចលនានៅលំហាត់មួយចំនួនតាមវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់គឺវិធីសាស្ត្រ Mackenzie តើវិធីសាស្ត្រ Mackenzie ជាអ្វីរកឃើញនៅក្នុងឆ្នាំ1950 Mackenzie គឺជាវិធីព្យាបាលដោយចលនាដើម្បីជាកិច្ចការពារផងនិងជាកិច្ចព្យាបាលអាការៈឈឺចង្កេះឈឺខ្នងផងអាជ្ញាធរសុខាភិបាលបារាំងបានណែនាំជាផ្លូវការឲ្យប្រើវិធីសាស្ត្រ Mackenzie ចំពោះតែអ្នកជំងឺដែលមានអាការៈឈឺខ្នងឈឺចង្កេះស្រួចស្រាវក្រោម7ថ្ងៃដោយបញ្ហាលៀនឌីសនិងបញ្ហាស្យាតិកក្នុងករណីភាគច្រើនការឈឺចុកចាប់ដោយស្យាតិកនឹងបានប្រសើរឡើងនៅរវាងពី4ទៅ6សប្តាហ៍ផ្ទុយទៅវិញគ្រូពេទ្យអាចនឹងស្នើព្យាបាលដោយការចាក់បញ្ចូលថ្នាំទៅក្បែរសរសៃដែលរលាកតែម្ដងជាចុងក្រោយបើអាការៈឈឺចុកចាប់ខ្លាំងរហូតដល់កម្រើកលែងរួចឬក៏ស្ទើរតែคล้ายទៅជាពិការភាពគេចាំបាច់ត្រូវតែជ្រើសរើសដំណោះស្រាយតាមផ្លូវវះកាត់មានបច្ចេកទេសវះកាត់ច្រើននិងទំនើបខ្លាំងក៏ប៉ុន្តែរាល់គ្រប់ការវះកាត់ជាពិសេសការវះកាត់តាក់ទងនឹងឆ្អឹងខ្នងដែលជាសសរទ្រទ្រង់រាងកាយស្ដាប់ទៅគួរឲ្យខ្លាចណាស់លទ្ធផលក៏ដូចជាគ្រោះហានិភ័យនៃការវះកាត់អាស្រ័យទាំងស្រុងទៅលើប្រវត្តិរបស់អ្នកជំងឺម្នាក់ៗ